អាហារូបករណ៍រហូតដល់100កន្លែងសម្រាប់បងប្អូនជានិស្សិតកម្ពុជាដើម្បីមានឱកាសទៅសិក្សានៅបរទេសពេលនេះក្រសួងបានបង្កើតជាផ្លូវការហើយពីការដាក់ពាក្យដើម្បីប្រកួតប្រជែងប្រឡងយកនៅអាហារូបករណ៍ឆ្ពោះទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមអ្នកទាំងអស់គ្នាចំពោះខ្ញុំតលដែលជាអតីតនិស្សិតដែលសម្រាប់ការសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមខ្ញុំពិតជា highly recommend សម្រាប់អ្នកទាំងអស់គ្នាក្នុងការប្រឡងដាក់ពាក្យប្រឡងដើម្បីទទួលបានឱកាសដ៏ល្អនេះដើម្បីទទួលបានអាហារូបករណ៍ដើម្បីសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមតាមរយៈការផុសរបស់ក្រសួងបានបើកដាក់ពាក្យជាផ្លូវការចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី12ខែមិថុនាឆ្នាំ2026បងប្អូនអាចទៅដាក់ពាក្យបាននៅការិយាល័យអាហារូបករណ៍ដែលការិយាល័យអាហារូបករណ៍របស់យើងគឺមានទីតាំងនៅសង្កាត់បឹងកេងកង1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរាចម្ងាយ50ម៉ែត្រដែលដាក់ពាក្យនេះគឺចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី12មិថុនាឆ្នាំ2026កុំភ្លេចទៅដាក់ពាក្យទាំងអស់គ្នាប្រឡងយកអាហារូបករណ៍ដែលសិក្សាដោយឥតគិតថ្លៃមានប្រាក់ខែមានប្រាក់អាហារូបករណ៍មាននៅកន្លែងស្នាក់នៅដ៏ល្អមានម៉ាស៊ីនត្រជាក់ទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅដាក់ពាក្យបាននៅការិយាល័យអាហារូបករណ៍ហើយចំពោះការបច្ឆេប្រឡងគឺនៅថ្ងៃទី21មិថុនាចំពោះទីតាំងប្រឡងនិងជម្រាបជូននៅពេលក្រោយដាក់ពាក្យទាំងអស់គ្នាទទួលយកអាហារូបករណ៍មួយនេះហើយចំពោះវិញ្ញាសាប្រឡងគឺមានតែ2មុខទេសម្រាប់ថ្នាក់បញ្ញាបត្រគឺគណិតវិទ្យាជាមួយនឹងវប្បធម៌ទូទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងបានជាមួយនឹងអាហារូបករណ៍មួយនេះទទួលបានអាហារូបករណ៍រហូតដល់100%ចំនួន100កន្លែងហើយជាពិសេសគឺមានមុខវិជ្ជាពេទ្យទេអ្នកទាំងអស់គ្នា special ត្រង់នេះមែនតើអញ្ចឹងទៅដាក់ពាក្យបានប្រឡងយកអាហារូបករណ៍ដើម្បីសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម